សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍ជាថ្មីមកកាន់ Channel ស្រីខួយ TV ថ្ងៃនេះគឺ admin បាននាំយករឿងដែលតាក់ទងទៅនឹងអ្នកស្រឡាញ់សត្វមកទៀតហើយដែលមានចំណងជើងថា Alpha កំណើតឆ្កែប្រមាញ់ក្នុងកុលសម្ព័ន្ធចង់ដឹងថាតើសាច់រឿងនេះនឹងទៅជាយ៉ាងណានោះតោះទៅតាមដានជាមួយ admin ទាំងអស់គ្នារឿងនេះដែរគឺផ្ដើមចេញពីរូបភាពនៃក្រុមកុលសម្ព័ន្ធនៅក្នុងសម័យបុរេប្រវត្តិកាលពី 20,000 ឆ្នាំមុនពួកគេបានត្រៀមរៀបចំសម្រាប់ការប្រមាញ់សត្វដើម្បីត្រៀមជាអាហារទុកមុនពេលដែលរដូវធ្លាក់ទឹកកកនឹងចូលមកដល់ទូគឺជាមេក្រុមកុលសម្ព័ន្ធគាត់បានដើរទៅមើលការរៀបចំសម្ភារៈសម្រាប់ការប្រមាញ់សត្វរបស់ក្រុមយុវជនចំនួនក្រោយនៅថ្ងៃនោះពួកគេក៏បានសម្លៀងថ្មធ្វើជាផ្លែលំពែងសម្រាប់ផលិតជាអាវុធប្រមាញ់សត្វមេក្រុមកុលសម្ព័ន្ធទូមានកូនប្រុសទៅនឹងពេញវ័យម្នាក់ដែលមានឈ្មោះថាកេដាគាត់បានពិនិត្យមើលទៅលើការងាររបស់កេដាណាហើយក៏គិតថាកេដាអាចសម្លៀងថ្មឲ្យមុតបានដូច្នេះគាត់ក៏អនុញ្ញាតឲ្យកេដានិងក្មេងជំទង់ដទៃទៀតចូលរួមក្នុងការប្រមាញ់សត្វនៅក្នុងសប្តាហ៍បន្ទាប់ក៏ប៉ុន្តែចំណែកឯម្ដាយកេដាវិញណាគឺមានការព្រួយបារម្ភថាកូននៅមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់ការចូលរួមប្រមាញ់ទេតែទូនៅតែជឿថាកេដាអាចធ្វើបាននិងអាចក្លាយទៅជាអ្នកប្រមាញ់សត្វដ៏អស្ចារ្យម្នាក់នៅថ្ងៃមុខទូបានធ្វើតេស្តកេដាដោយការឲ្យកេដានិងក្មេងជំទង់ដទៃទៀតរងការវាយមកទ្រុំខ្លួនឪពុកគេជឿជាក់ថាកេដាប្រកាសជាអាចធ្វើបាននិងក្លាយទៅជាមេដឹកនាំបន្តពីគេទៅថ្ងៃអនាគតនៅយប់នោះដែរណាពួកគេក៏បានធ្វើពិធីតាមបែបសាសនាសម្រាប់យុវជនទាំងអស់ដែលនឹងចូលរួមក្នុងការប្រមាញ់នៅថ្ងៃបន្ទាប់ក្រុមបរិះពេញកម្លាំងនិងយុវជនថ្មីទៀតទៅនឹងជ្រើសរើសការមកធ្វើតេស្តនោះណាក៏បានរៀបចំខ្លួនដើម្បីចូលទៅប្រមាញ់ដែរហើយនៅពេលដែលដើរទៅដល់លើជម្រាលភ្នំមួយពួកគេក៏បានជួបនឹងក្រុមកុលសម្ព័ន្ធមួយផ្សេងទៀតដែលជាក្រុមមិត្តសម្លាញ់របស់ទូក៏បានណែនាំប្រាប់ទៅកុលសម្ព័ន្ធនោះថាកេដាគឺជាកូនប្រុសបន្តពូជតែមួយគត់របស់គាត់បន្ទាប់មកក្រុមកុលសម្ព័ន្ធទាំងពីរក៏បានធ្វើដំណើររួមគ្នាតែម្ដងទៅដល់គំនរថ្មមួយកន្លែងសម្រាប់ការគោរពបូជាតាមជំនឿសាសនារបស់ពួកគេនៅល្ងាចមួយពួកគេបានចាប់ផ្ដើមប្រមាញ់បានសត្វជ្រូកព្រៃមួយក្បាលទូបានធ្វើតេស្តកេដាដោយឲ្យកេដាទៅសម្លាប់សត្វជ្រូកព្រៃដែលក្រុមគេទៅនឹងចាប់បាននោះប៉ុន្តែកេដាមានអារម្មណ៍ថារុញរាហើយក៏បានសម្រេចថាមិនសម្លាប់ទេឃើញដូច្នេះទូក៏បានសម្លាប់ជ្រូកព្រៃនោះដោយផ្ទាល់ដៃខ្លួនឯងតែម្ដងទៅទូមានអារម្មណ៍មិនសប្បាយចិត្តនឹងកូនប្រុសរបស់ខ្លួនទាល់តែសោះដែលគេមិនហ៊ានសូម្បីតែសម្លាប់សត្វជ្រូកមួយក្បាលនោះហើយនៅយប់នោះដែរគេក៏បានចម្អិនសាច់ជ្រូកព្រៃនោះធ្វើជាអាហារចំណែកឯទូវិញគឺបានឮសូរសំឡេងសម្រាប់សត្វខ្លាហើយពួកគេក៏បានឡើងត្រៀមខ្លួននឹងការពារប៉ុន្តែបន្តិចក្រោយមកហ្នឹងគឺមិនបានឮសូរអ្វីទៀតទេពួកគេក៏បានអង្គុយចោះជុំគ្នាវិញមិនបានប៉ុន្មាននាទីផងសត្វខ្លានោះក៏បានហក់ចេញមកខំកញ្ចក់ប៉មយកមិត្តភ័ក្តិរបស់កេដាចេញទៅបាត់យ៉ាងរហ័សពួកគេបានត្រឹមតែឈរមើលនិងស្ដាប់សំឡេងស្រែករបស់យុវជនជំទង់ដែលទៅតែត្រូវបានសត្វខ្លាខំយកទៅស៊ីនៅទីងងឹតនោះពីចម្ងាយប៉ុណ្ណោះលុះព្រឹកឡើងពួកគេក៏បានកាន់ថ្មម្នាក់មួយដុំដែលនេះជាពិធីសាសនាដើម្បីបូជាទៅដល់យុវជនដែលស្លាប់កាលពីយប់មិញហ្នឹងក្រុមអ្នកប្រមាញ់ទាំងនោះក៏បានបន្តធ្វើដំណើរទៅមុខទៀតពីព្រៃមួយឆ្លងទៅព្រៃមួយអស់រយៈពេលជាច្រើនថ្ងៃនៅយប់មួយទូបានឲ្យមិត្តរួមក្រុមចាក់សាក់លើដៃរបស់កេដាឲ្យដូចខ្លួនដើម្បីពង្រឹងភាពអង់អាចក្លាហានរបស់កេដាដោយសង្ឃឹមថាកូនរបស់គេនឹងមានភាពអង់អាចក្លាហានដូចជាខ្លួនអញ្ចឹងដែរព្រឹកឡើងណាពួកគេក៏បានទៅដល់វាលមួយដោយក្រុមមិត្តភ័ក្តិរបស់ទូបានរកឃើញអាចក្របីដែលនោះគឺបង្ហាញថាក្រុមសត្វក្របីព្រៃគឺច្បាស់ជានៅក្បែរនោះពួកគេក៏បានចាប់ផ្ដើមត្រៀមខ្លួនដើម្បីប្រមាញ់ការត្រៀមខ្លួនរបស់ក្រុមអ្នកប្រមាញ់ទាំងនោះគឺយកអាចក្របីទឹកនោមនិងភក់ជ្រាំក្លិនក្របីទាំងអម្បាលម៉ានយកមកលាបប៉ាតនៅលើមុខរបស់ពួកគេបន្ទាប់មកពួកគេក៏ចាប់ផ្ដើមធ្វើការប្រមាញ់ម្ដងមួយដើម្បីកុំឲ្យហ្វូងសត្វក្របីផ្អើលការប្រមាញ់ក៏ចាប់ផ្ដើមដោយទូបានផ្ដើមស្រែកប្រកាសឡើងហើយពួកគេទាំងអស់គ្នាក៏បានចាប់ផ្ដើមប្រយុទ្ធតែដោយសារតែមានការផិតភ័យរបស់កេដាក្របីមួយក្បាលក៏បានដេញជល់កេដាដួលនិងបានអូសកេដាឲ្យធ្លាក់ជ្រោះទោះបីជាមានការប្រឹងជួយពីសំណាក់ទូជាឪពុកយ៉ាងណាក្ដី
កេដាណាអ្នកទាំងអស់គ្នាគឺបានធ្លាក់ទៅនៅលើកែមជ្រោះសន្លប់បាត់ទៅដោយសារក្តីស្រឡាញ់ចំពោះកូនទូក៏ចង់លោតទៅតាមកូនដែរដើម្បីជួយសង្គ្រោះក៏ប៉ុន្តែត្រូវបានក្រុមរបស់គាត់នឹងគឺខាត់ហើយនឹងប្រាប់ថាកេដាគេបានស្លាប់បាត់ទៅហើយបើសិនជាទូលោតទៅស្លាប់ទៀតតើបាននរណាធ្វើជាមេដឹកនាំបន្តដូច្នេះហើយទូត្រូវតែទទួលយកការពិតនិងត្រូវកាត់ចិត្តទៅនៅព្រឹកបន្ទាប់ក្រុមប្រមាញ់ទាំងអស់ក៏បានចុះទៅពិនិត្យមើលសត្វក្របីទាំងអម្បាលម៉ានដែលពួកគេបានប្រមាញ់កាលពីម្សិលមិញដើម្បីត្រៀមរៀបចំធ្វើដំណើរត្រឡប់ទៅកុលសម្ព័ន្ធវិញរៀងៗខ្លួននិយាយពីទូឯនោះវិញតាំងពីល្ងាចដែលកេដាបានធ្លាក់ជ្រោះនោះរហូតដល់ព្រឹកឡើងទៅហើយក៏គេនៅតែស្រែកហៅឈ្មោះកូនថាកេដាដដែលក្រុមកុលសម្ព័ន្ធជាមិត្តរបស់ទូបានធ្វើដំណើរត្រឡប់ទៅវិញតែក្រុមរបស់ទូមិនទាន់ត្រឡប់ទៅវិញនៅឡើយទេព្រោះទូនៅតែបន្តស្រែកហៅឈ្មោះកូនរហូតដល់យប់ពលគឺមានរយៈពេល2ថ្ងៃទៅហើយនៅតែមិនទទួលបានការឆ្លើយតបមកវិញសោះដែលធ្វើឲ្យទូអស់សង្ឃឹមជាខ្លាំងនៅថ្ងៃបន្ទាប់មកទៀតណាអ្នកទាំងអស់គ្នាក្រុមរបស់ទូក៏បានរៀបចំតម្រៀបថ្មដើម្បីឧទ្ទិសដល់ការស្លាប់របស់កេដានៅក្នុងការប្រមាញ់នោះក្រុមកុលសម្ព័ន្ធរបស់ទូបានបាត់បង់យុវជនទៅនឹងពេញវ័យចំនួន2នាក់នោះគឺមិត្តរបស់កេដានិងកេដាដែលជាកូនប្រុសតែម្នាក់គត់របស់មេក្រុមកុលសម្ព័ន្ធទូបានយំសោកយ៉ាងសង្វេគចំពោះការបាត់បង់ជីវិតរបស់កូនប្រុសជាទីស្រឡាញ់បន្ទាប់មកពួកគេក៏បានរៀបចំខ្លួនចាក់ចេញត្រឡប់ទៅវិញនិយាយពីកេដាឯនោះវិញណាតាមពិតទៅគេមិនទាន់ស្លាប់នោះទេនៅល្ងាចថ្ងៃដែលក្រុមគេបានចាក់ចេញនោះសត្វថ្មាតបានហើរទៅរកគេដោយគិតថានឹងស៊ីកេដាជាចំណីតែក៏ត្រូវបានកេដានឹងភ្ញាក់ដឹងខ្លួនទាន់យ៉ាងណាក៏ដោយបើទោះបីជាគេដឹងខ្លួនពិតមែនក៏មិនអាចដឹងថាតើគេនឹងធ្វើដំណើរទៅណាកើតដោយសារតែទៅនៅលើជម្រាលភ្នំដ៏សែនខ្ពស់និងគ្រោះថ្នាក់បំផុតហើយម្យ៉ាងទៀតនោះជើងរបស់គេម្ខាងក៏មានរបួសខ្លាំងដែរកេដាណាអ្នកទាំងអស់គ្នាគឺបានព្យាយាមចុះដោយតោងតាមកន្លាក់ថ្មហើយយប់នោះមេឃក៏ចាប់ផ្ដើមភ្លៀងទៀតដែលជាហេតុធ្វើឲ្យដៃគេនឹងរអិលមិនអាចតោងកាន់ជាមួយនឹងថ្មបានទេហើយកេដាក៏បានសម្រេចចិត្តលោតចុះក្រោមដោយសារតែភ្លៀងមួយមេធំនោះបានបង្កើតទៅជាខ្សែទឹកហូរជ្រៅល្មមសម្រួលឲ្យគេហក់ចូលទៅក្នុងទឹកបាននៅពេលដែលហក់ចុះទៅក្រោមហើយកេដាក៏បានសន្លប់ម្ដងទៀតលុះព្រឹកឡើងនៅពេលដែលគេភ្ញាក់គឺបានទៅនៅនឹងមួយកន្លែងគេបានព្យាយាមស្រែកហៅឪពុកនិងក្រុមរបស់ខ្លួនតែពុំមាននរណាម្នាក់ឆ្លើយតបនោះឡើយជើងរបស់គេនឹងគឺបានរងរបួសជាទម្ងន់តែម្ដងប៉ុន្តែកេដាណាក៏មិនចោះចាញ់ដែរគឺបានយកឈើមកអមប្រອບជាមួយនឹងជើងដើម្បីសម្រួលដល់ការដើររបស់គេកេដាបានឡើងទៅដល់ទីតាំងដែលក្រុមខ្លួនបានប្រមាញ់សត្វក្របីកាលពីប៉ុន្មានថ្ងៃមុននោះតែអ្វីដែលគេបានឃើញគឺគំនរថ្មទាំងដុំដែលធ្វើឲ្យគេដឹងថាច្បាស់ណាស់ថាក្រុមរបស់ខ្លួនបានគិតថាខ្លួននឹងគឺស្លាប់បាត់ទៅហើយក៏បាននាំគ្នាចាក់ចេញទៅអស់រយៈពេលជាយូរមកហើយដែរកេដាបង្ហាញអារម្មណ៍អស់សង្ឃឹមជាខ្លាំងនៅពេលហ្នឹងហើយភ្លាមនោះគេក៏បានឮសំឡេងឆ្កែចចកលូដោយផិតភ័យកេដាក៏បានចាក់ចេញពីទីនោះដោយបានទៅសង្ងំដេកនៅលើដើមឈើងាប់មួយលុះព្រឹកឡើងកេដាក៏បានជួបនឹងក្រុមសត្វឆ្កែចចកវាយប្រហារគេបានព្យាយាមរត់ឡើងលើដើមឈើងាប់ដែលខ្លួនបានដេកកាលពីយប់នោះក្រុមឆ្កែចចកមិនអាចធ្វើអ្វីបានក៏សម្រេចចាក់ចេញទៅបាត់ទាំងយប់ទៅនៅព្រឹកបន្ទាប់ទៀតកេដាក៏បានចុះពីលើដើមឈើក៏ប្រទះឃើញឆ្កែចចកមួយក្បាលដែលដេកធ្ងោក្រោមដើមឈើដែលខ្លួនរត់គេចកាលពីយប់មិញនោះតាមពិតទៅសត្វឆ្កែនោះគឺត្រូវបានកេដាចាក់ត្រូវកាលពីម្សិលមិញនឹងឯងកេដាបានលើកថ្មសំលៀងបំរុងនឹងចាក់សម្លាប់សត្វឆ្កែនោះតែគេក៏ធ្វើមិនបានដោយសារតែក្តីអាណិតហើយក៏ប្រែជាជួយឆ្កែចចកនោះវិញដោយចាប់ចងមាត់វានិងបានលើកបីឆ្កែចចកនោះយកទៅតាមដើម្បីថែរក្សាវាឲ្យជាសះស្បើយនៅល្ងាចនោះដែរកេដាក៏បានលើកបីយកឆ្កែចចកដល់ល្អាងមួយហើយក៏បានសម្រាកនៅទីនោះលុះព្រឹកឡើងកេដាក៏បានដើរទៅរកថ្នាំមកបុកស្អំជើងដែលរបួសម្ខាងនោះហើយនឹងបានយកទឹកឲ្យឆ្កែចចកផឹក
តែសត្វចចកនោះគឺបង្ហាញអារម្មណ៍មិនទាន់មានទំនុកចិត្តទៅលើកៃដាឡើយតែទោះយ៉ាងណាសត្វឆ្កែចចកនោះក៏នៅតែដើរចូលទៅផឹកទឹកដែលកៃដាដាក់ឲ្យនៅថ្ងៃបន្ទាប់ទៀតកៃដាបានចាប់ផ្ដើមចេះសម្លាប់បានសត្វទន្សាយជាលើកដំបូងដើម្បីធ្វើជាអាហារគេបានយកវាទៅលអាងភ្នំដែលគេស្នាក់នៅនោះហើយបំរុងនឹងរៀបចំបង្កាត់ភ្លើងទៅហើយឆ្កែចចកនោះក៏បានដើរសម្ដៅចង់ស៊ីទន្សាយនោះដល់តែឃើញអញ្ចឹងគេដាក៏សម្រេចហូបទាំងឆៅតែម្ដងប៉ុន្តែមិនយូរប៉ុន្មានសាច់ដែលនៅសល់គេដាក៏ចាប់ផ្ដើមចេះបង្កាត់ភ្លើងហើយនឹងបានចម្អិនសាច់ទន្សាយនឹងធ្វើជាអាហារបានសម្រេចគេដាបាននិយាយប្រាប់ឆ្កែចចកថាខ្លួនគឺជាអ្នកចេញទៅចាប់សត្វទន្សាយដូច្នេះហើយទន្សាយនោះជាចំណីរបស់ខ្លួនតែទោះជាយ៉ាងណាគេដាក៏នៅតែបោះឆ្អឹងឲ្យឆ្កែចចកស៊ីដដែលនៅយប់មួយនោះគេដាមើលឃើញថាជើងរបស់ខ្លួនដូចជាធូរទៅហើយក៏គិតថានឹងចាប់ផ្ដើមធ្វើដំណើរត្រឡប់ទៅកុលសម្ព័ន្ធរបស់ខ្លួនវិញឆាប់ៗប៉ុន្តែឆ្កែចចកណាអ្នកទាំងអស់គ្នាគឺបានងាកមកស្ដាប់គេដានិយាយហាក់ដូចជាបង្ហាញអារម្មណ៍ថាខ្លួនបានយល់នៅអ្វីដែលគេដាកំពុងតែនិយាយអញ្ចឹងនៅព្រឹកថ្ងៃបន្ទាប់ជើងរបស់គេដាគឺបានជាសះស្បើយគេដាក៏បានរៀបចំខ្លួនដើម្បីចាក់ចេញទៅកុលសម្ព័ន្ធវិញដោយនឹងមិននាំយកសត្វឆ្កែចចកនោះទៅជាមួយទេគេក៏បានដេញឆ្កែចចកនោះឲ្យចេញទៅរស់នៅជាមួយនឹងក្រុមរបស់វាវិញតែសត្វឆ្កែចចកបែរជាដើរតាមគេដារហូតរំលងផុតមិនបានប៉ុន្មានទំនាក់ទំនងរបស់ពួកគេទាំងពីរក៏ចាប់ផ្ដើមរីកចម្រើនទៅមុខជាមួយគ្នាពីមួយថ្ងៃទៅមួយថ្ងៃនៅល្ងាចនោះគេដានិងឆ្កែចចកបានចាប់ផ្ដើមរៀនប្រមាញ់សត្វជ្រូកព្រៃទាំងអស់គ្នានៅតាមផ្លូវតែពួកគេបានបរាជ័យគេដាក៏បានដាក់ឈ្មោះឲ្យឆ្កែចចកនោះថាអាល់ហ្វានៅថ្ងៃបន្ទាប់ទៀតណាពួកគេទាំងពីរនាក់គឺបានរៀនចាប់សត្វជ្រូកព្រៃជាលើកទី2លើកនេះគឺធ្វើបានយ៉ាងជោគជ័យតែម្ដងហើយក៏បានចំអិនហូបចុករួមគ្នាទៅពីមួយថ្ងៃទៅមួយថ្ងៃទំនាក់ទំនងរបស់គេដានិងអាល់ហ្វាកាន់តែជិតស្និទ្ធពួកគេទាំងពីរគឺដេកនៅក្បែរគ្នាងូតទឹកជាមួយគ្នាប្រមាញ់អាហារជាមួយគ្នាបើនិយាយទៅគឺរួមសុខរួមទុក្ខជាមួយគ្នាតែម្ដងក្នុងដំណើរតាមផ្លូវត្រឡប់ទៅកុលសម្ព័ន្ធវិញនោះពួកគេទាំងពីរគឺបានបន្តការធ្វើដំណើររួមគ្នារហូតដល់រដូវធ្លាក់ទឹកកកចូលមកដល់គេដានិងអាល់ហ្វាក៏បន្តប្រមាញ់សត្វជ្រូកព្រៃទៀតដោយជោគជ័យជាបន្តបន្ទាប់ហើយយប់មួយគេដានិងអាល់ហ្វាបានជួបនឹងឆ្កែចចកពណ៌ខ្មៅមួយក្បាលអាល់ហ្វាបានចូលទៅសម្រួលជាមួយឆ្កែចចកខ្មៅនោះហើយក្រុមរបស់វាក៏បានរត់ចាក់ចេញទៅគេដាបាននិយាយថាអាល់ហ្វាឯងគួរតែទៅរស់នៅជាមួយនឹងពួកវាវិញទៅនិយាយហើយប្រហែលជាអាល់ហ្វាវាស្ដាប់បានពេលនោះវាក៏បានរត់សម្ដៅចេញទៅតាមក្រុមឆ្កែចចកនោះបាត់ទៅចំណែកឯគេដាវិញក៏បន្តដំណើរត្រឡប់ទៅកុលសម្ព័ន្ធរបស់ខ្លួនវិញប៉ុន្តែគេនៅតែបន្តហួចនិងងាកមើលក្រោយដោយគិតថាអាល់ហ្វាអាចនឹងរត់តាមក្រោយគេតែផ្ទុយទៅវិញគឺអត់មាននោះទេគេដាជឿថាផ្កាយដែលឪពុកខ្លួនបានបញ្ជាឲ្យមិត្តភ័ក្តិរួមក្រុមគូសនៅលើដៃនោះនឹងជួយឲ្យគេទៅដល់គោលដៅដែលខ្លួនកំពុងចង់ទៅនៅតាមផ្លូវដ៏សែនត្រជាក់គេដាបានឃើញក្រុមឆ្កែចចកកំពុងដណ្ដើមគ្នាស៊ីគ្រងឆ្អឹងសត្វដ៏ធំមួយគេក៏បានរត់សម្ដៅទៅដើម្បីដណ្ដើមសាច់បានខ្លះពីពួកឆ្កែចចកទាំងនោះដើម្បីចំអែតក្រពះតែជាអកុសលផ្ទាំងទឹកកកដែលគេរត់ជន់នោះក៏បានបាក់ធ្លាក់ចូលទៅក្នុងទឹកបាត់ប៉ុន្តែមិនគួរឲ្យជឿមិនដឹងជាអាល់ហ្វារត់ចេញពីទីណាមកទេអ្នកទាំងអស់គ្នាក៏បានរត់មកតាមជួយគេដាបានភ្លាមគេដាបានព្យាយាមយកកូនកំបិតបុកផ្ទាំងថ្មរហូតបែកហើយគេក៏បានឡើងទៅដល់ខាងលើគោកវិញដោយមានការជួយទាញពីអាល់ហ្វានៅថ្ងៃបន្ទាប់គេដាក៏បានធ្វើដំណើរបន្តទៀតតែលើកនេះគឺគេបានទៅជាមួយនឹងអាល់ហ្វាគេដាបានប្រទះឃើញខ្ទមតូចមួយនិងបុរសម្នាក់ដែលកំពុងអង្គុយពីមុខខ្ទមពីចម្ងាយគេដាសប្បាយចិត្តជាខ្លាំងហើយគេក៏បានរត់សម្ដៅទៅរកបុរសម្នាក់នោះដែលកំពុងតែអង្គុយនៅលើវាលទឹកកកនោះឯងតែពេលទៅដល់តាមពិតបុរសនោះបានស្លាប់ទាំងអង្គុយបាត់ទៅហើយអ្នកទាំងអស់គ្នាបន្ទាប់មកណាគេដាក៏បានចូលទៅក្នុងខ្ទមនោះដើម្បីរកមើលក្រែងលោមានអ្វីហូបបានខ្លះប៉ុន្តែគឺគ្មានអ្វីដែលនៅសល់ឲ្យគេដាហូបនោះទេទោះបីជាយ៉ាងណាគេដាក៏សម្រេចចិត្តធ្វើដំណើរបន្តទៀត
លើកនេះពួកគេក៏ត្រូវបានក្រុមសត្វឆ្កែអាជីណាដេញវាយប្រហារពីក្រោយកេដានិងអាល់ហ្វាក៏បានរត់សម្ដៅចូលទៅក្នុងល្អាងទឹកកកមួយកន្លែងដោយអាល់ហ្វាឈរចាំការពារពីមុខឯកេដាក៏បានត្រៀមព្រួញដើម្បីបាញ់តែគប់ជួនអីពួកគេបែរជាត្រូវបានខ្លាវាយប្រហារនៅក្នុងល្អាងទៅវិញអាល់ហ្វាបានឈរប្រយុទ្ធការពារកេដាដែលពេលនោះណាគឺបានធ្វើឲ្យអាល់ហ្វារងរបួសយ៉ាងដំណំឃើញដូច្នេះហើយកេដាបានសម្រេចយកព្រួញដែលមានតាមខ្លួននោះបាញ់ចេញទៅទាំងមិនច្បាស់ថាត្រូវនឹងអីជាសំណាងល្អផ្លែព្រួញនោះគឺបានចំសត្វខ្លាហើយក៏ធ្វើឲ្យវាងាប់ភ្លាមៗតែម្ដងប៉ុន្តែបើនិយាយពីអាល់ហ្វាវិញណាគឺវាមានរបួសទ្រោមខ្លួនបាត់ទៅហើយអ្នកទាំងអស់គ្នាគឺគួរឲ្យអាណិតសត្វចចកអាល់ហ្វានឹងមែនទែនទោះបីជាពួកគេរងរបួសយ៉ាងណាក៏ដោយក៏នៅតែបន្តធ្វើដំណើរទៅដល់ទីតាំងមួយកន្លែងទៀតដែលមានតម្រៀបថ្មនិងជាទីសក្ការៈរបស់ក្រុមអ្នកប្រមាញ់ហើយគេក៏អាចសម្គាល់បានថាគឺជិតដល់គោលដៅរបស់គេហើយនៅពេលនោះកេដាគឺបានក្អកចេញឈាមនៅតាមផ្លូវតែគេនៅតែជឿថាពួកគេទាំងពីរអាចនឹងធ្វើដំណើរទៅដល់គោលដៅចំណែកឯអាល់ហ្វាក៏បានដេកដួលនៅតាមផ្លូវដែរឃើញដូច្នេះកេដាណាក៏បានបកទៅចាប់បីអាល់ហ្វាដើម្បីធ្វើដំណើរទៅមុខជាមួយគ្នាបន្តទៀតអូយអ្នកទាំងអស់គ្នាគឺអេដមីនសម្រាប់បណ្ដានឹងមានអារម្មណ៍មួយថាទំនាក់ទំនងមិត្តភាពរបស់ពួកគាត់ទាំងពីរនឹងគឺមានភាពស្មោះត្រង់និងចេះស្រឡាញ់ការពារគ្នាមែនទែនក្នុងដំណើរដ៏វែងឆ្ងាយនោះដែរណាអ្នកទាំងអស់គ្នាទីបំផុតកេដានិងអាល់ហ្វាក៏បានធ្វើដំណើរទៅដល់ក្រុមកុលសម្ព័ន្ធរបស់ខ្លួនវិញគ្រប់គ្នាបានស្រឡាំងកាំងនិងភ្ញាក់ផ្អើលជាខ្លាំងព្រោះម្នាក់បានគិតថាកេដានឹងគឺបានស្លាប់ទៅហើយដោយឡែកឪពុកម្ដាយរបស់កេដាវិញណាគឺមានមោទនភាពចំពោះកូនជាខ្លាំងហើយក៏បានរត់ទៅទទួលកូនទាំងរំភើបកេដាក៏បានប្រាប់ឪពុកជួយឆ្កែចចកដែលរួមសុខរួមទុក្ខជាមួយគ្នានោះផងហើយកេដានិងអាល់ហ្វាក៏ត្រូវបានទទួលការព្យាបាលដូចគ្នានៅយប់នោះដែរស្ត្រីមេដឹកនាំខាងសាសនាកុលសម្ព័ន្ធរបស់ទូបានពិនិត្យនិងព្យាបាលអាល់ហ្វាហើយនៅយប់នោះអាល់ហ្វាក៏បានបង្កើតកូនដែលធ្វើឲ្យកេដានិងសមាជិកកុលសម្ព័ន្ធណាគឺមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងអាល់ហ្វានិងកូនរបស់វាត្រូវបានស្វាគមន៍ជាផ្លូវការឲ្យคล้ายទៅជាសមាជិកក្នុងក្រុមកុលសម្ព័ន្ធទាំងមូលដោយមានការមើលថែដ៏ល្អឥតខ្ចោះរហូតដល់ធំពេញវ័យអ្នកទាំងអស់គ្នាណាប្រហែលជាឆ្ងល់ហើយហេតុអីបានជាអាល់ហ្វានឹងអាចមានកូនកើតប៉ុន្តែអ្នកទាំងអស់គ្នាមានចាំអត់នៅពេលមួយអាល់ហ្វាក៏បានរត់ចូលជាមួយនឹងក្រុមសត្វឆ្កែចចកខ្មៅអញ្ចឹងហើយគឺនៅគ្រានោះឯងដែលអាល់ហ្វាអាចមានទំនាក់ទំនងជាមួយនឹងឆ្កែចចកខ្មៅនឹងដែលធ្វើឲ្យអាល់ហ្វាមានកូនបាននោះបើតាមសាច់រឿងណាអ្នកទាំងអស់គ្នាត្បិតថាអាល់ហ្វាគឺបានចូលជាមួយនឹងក្រុមឆ្កែចចកខ្មៅហើយក៏ពិតមែនវាបានបង្កាត់ជាមួយនឹងគ្នាហើយប៉ុន្តែដោយសារតែអាល់ហ្វាគឺមានការដឹងគុណនិងអារម្មណ៍មនោសញ្ចេតនាចំពោះនឹងកេដាអញ្ចឹងហើយវាក៏បានរត់បកទៅតាមកេដាវិញនិងបានជួយកេដានៅតាមផ្លូវនោះឯងបាននិយាយពីកេដាវិញណាគេស្រឡាញ់កូនឆ្កែចចកនោះមែនទែនហើយពួកគេក៏បានចាប់ផ្ដើមការប្រមាញ់រួមគ្នាទាំងអស់គ្នាតែម្ដងទាំងមនុស្សនិងឆ្កែចចកជាកូនរបស់អាល់ហ្វានៅពេលនោះពួកគេក៏ចាប់ផ្ដើមចេញប្រមាញ់ជាក្រុមរួមគ្នាតែម្ដងដោយមានទាំងមនុស្សនិងឆ្កែចចកព្រមជាមួយនឹងកូនរបស់អាល់ហ្វាដែរដូច្នេះពួកគេទាំងអស់គ្នានឹងគឺចេញប្រមាញ់ក៏ដូចជាធ្វើការជាមួយគ្នាដោយមានក្តីសុខបំផុតដូច្នេះហើយសាច់រឿងរបស់យើងដែលមានចំណងជើងថាអាល់ហ្វាកំណើតឆ្កែប្រមាញ់ក្នុងកុលសម្ព័ន្ធគឺបានចប់ត្រឹមនឹងហើយអ្នកទាំងអស់គ្នាបងប្អូនទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះសាច់រឿងមួយនេះចំពោះ admin វិញណាគឺទទួលបានគំនិតអប់រំច្រើនមែនទែនដែលធ្វើឲ្យយើងនឹងចេះមានភាពស្មោះត្រង់ចំពោះមនុស្សដែលធ្លាប់ជួយយើងដូចជាអាល់ហ្វារួមជាមួយនឹងកេដាអញ្ចឹងដែរមិនថាតែការជួយរវាងមនុស្សនិងសត្វឬក៏មនុស្សនិងមនុស្សដូចគ្នាយើងត្រូវតែមានភាពស្មោះត្រង់ក៏ដូចជាដឹងគុណទៅដល់អ្នកដែលធ្លាប់ហុចដៃមកជួយយើងណាអញ្ចឹងហើយបើសិនជាសត្វចេះជួយយើងសត្វចេះស្រឡាញ់យើងគួរតែស្រឡាញ់ទៅកាន់សត្វវិញដូចគ្នាហើយសត្វបើសិនជាសត្វនឹងស្អប់យើងក៏យើងបង្កើតក្តីស្រឡាញ់ឲ្យវាទៅវាអាចនឹងងាកមកស្រឡាញ់យើងបានដូចគ្នាដែរពីព្រោះថាអ្វីគ្រប់យ៉ាងមុននឹងយើងឲ្យក្តីស្រឡាញ់ទៅនរណាម្នាក់
មិនថាទំនាក់ទំនងមិត្តភាពឬស្នេហាយើងត្រូវតែចេះផ្ដល់ក្តីស្រឡាញ់ចំពោះខ្លួនឯងទៅកាន់មនុស្សជុំវិញខ្លួនឬក៏អ្នកដទៃសិនទើបគេអាចឲ្យក្តីស្រឡាញ់មកយើងបានដូច្នេះហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នាចូលចិត្តណាបើសិនជាចង់មើលរឿងអីបន្ថែមទៀតណាឬក៏ពេញចិត្តរឿងអីអាច comment ខាងក្រោមបានណា admin នឹងព្យាយាមតបហើយក៏ព្យាយាមធ្វើតាមសំណូមពររបស់បងប្អូនទាំងអស់គ្នាតាមដែលអាចធ្វើបានជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ